បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាទាក់ទងជាមួយនឹងការ fix ទៅកាន់ channel ដែលមានបញ្ហា error AdSense អញ្ចឹងណាបាទហើយ channel នេះគឺ AdSense ដែលគាត់ស្នើហ្នឹងទៅដូចជា2ដងហើយបាទតែអត់បានទទួលអីជាលទ្ធផលទេចំពោះបញ្ហាAdSense បងប្អូនអរគ្នាដឹងស្រាប់ហើយភាគច្រើនគឺវាតែងតែជួបបញ្ហានៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការស្នើបាទនៅពេលដែលស្នើទៅវាតែងតែ AdSense ខ្លះ error AdSense ខ្លះក៏ប្រើប្រាស់បានអញ្ចឹងណាពេលបងប្អូនទាំងអស់គ្នាស្នើណាបាទតែ AdSense ខ្លះអត់ទេស្នើទៅបងប្អូនទាំងអស់គ្នាឃើញនេះវាចេញបែបនេះបាទនេះជាបញ្ហាដែលបងប្អូនទាំងអស់គ្នាជួបតាមពិតទៅដោយសារតែឈ្មោះដែលយើងស្នើហ្នឹងនៅខ្មែរយើងក៏ដែលឈ្មោះស្តៀងគ្នាវាច្រើនអញ្ចឹងដោយសារឈ្មោះនេះបានប្រើប្រាស់រួចរាល់ហើយអញ្ចឹងបើទោះបីជាយើងដូរឈ្មោះហើយយើង submit នឹង resubmit ថ្មីក៏នៅតែប៉ុណ្្នឹងដែរបាទក៏វាអត់កើតដែរអញ្ចឹង channel របស់យើងហ្នឹងវានៅតែបញ្ហាបែបហ្នឹងឯងនៅតែ error អញ្ចឹងទៅអញ្ចឹងចំពោះការដោះស្រាយបញ្ហា channel ប្រភេទជួបបញ្ហាដែល fix AdSense បែបនេះបងប្អូនទាំងគ្នាយើងមានដំណោះស្រាយ2បាទទី1បងប្អូនទាំងគ្នាត្រូវបង្កើត AdSense ថ្មីជាមួយនឹងការ change associate AdSense នេះអញ្ចឹងបើទោះបីជាបងប្អូនទាំងអស់គ្នា fix ក៏អត់កើតដែរឡើយហ្នឹងអញ្ចឹងយើងមានតែ change AdSense ថ្មីណាបាទ change AdSense ថ្មីទៅដាក់ AdSense ដែលមានការព្រូស្រេចហើយចំពោះ Google AdSense ខ្ញុំបានបង្ហាញប្រាប់បងប្អូនថា AdSense បងប្អូនអរគ្នាត្រូវតែ approve ស្រាប់បែបនេះណាបាទ approve ស្រាប់អញ្ចឹងទៅយើងស្រួលយកទៅដាក់បងប្អូនណាដែលមាន Google AdSense ដែល approve ស្រាប់បែបហ្នឹងយើងយកទៅដាក់ទៅគឺអូខេហើយយើងមាន mail ហើយនឹង password យកទៅធ្វើការ change ទៅបាទអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថា Google AdSense នេះគឺយើងស្នើចេញមក approve ស្រាប់តែម្ដងបងប្អូនអរគ្នាអាចស្នើខ្លួនឯងក៏បានចេញពី channel នេះ channel នេះណានេះចុចកន្លែង change នេះមកបើបងប្អូនអរគ្នាចង់ស្នើថ្មីណាបាទហើយបង្កើត mail ថ្មីផងបង្កើត mail ថ្មីមកតែបើសិនជាបងប្អូនអរគ្នាថាបងប្អូនអរគ្នាមិនពិបាកទេបងប្អូនអរគ្នាអាចធ្វើការទិញពីខ្ញុំក៏បានដែរខ្ញុំមានលក់ចំពោះ AdSense ដែល approve ស្រាប់បែបនេះណាបាទបងប្អូនអរគ្នាយកមកដាក់មកគឺធ្វើការដានតែម្ដងបាទហើយចំពោះការស្នើបងប្អូនអរគ្នាអាចចុចកន្លែង change នេះបើសិនជាបងប្អូនអរគ្នាធ្វើការស្នើថ្មីណាបាទស្នើថ្មីក៏ដោយមាន AdSense ដាក់ស្រាប់ក៏បងប្អូនអរគ្នាត្រូវចុចកន្លែងហ្នឹងដែរបាទឥឡូវខ្ញុំធ្វើការបើកឲ្យធំដើម្បីបង្ហាញបងប្អូនអរគ្នាត្រង់ចំណុចនេះបងប្អូនអរគ្នាធ្វើការចុចកន្លែង change នេះមកបាទ change associate AdSense នេះណាបាទធ្វើការចុចមកអញ្ចឹងកន្លែងនេះគឺគេទា verify it you ហើយអញ្ចឹងគេទាពីម្ចាស់ដើមឬក៏បងប្អូនអរគ្នាដែលអ្នកកាន់ channel ហ្នឹងឬក៏លេខទូរស័ព្ទណាដែលមានគឺវាទា verify វាហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការចុច next តទៀតបាទអញ្ចឹងកន្លែងនេះបងប្អូនអរគ្នាចុចពីទូរស័ព្ទរបស់យើងណាបាទធ្វើការចុចពីទូរស័ព្ទរបស់យើងមកអញ្ចឹងបងប្អូនអរគ្នាខ្ញុំសូមចុចពីទូរស័ព្ទរបស់ខ្ញុំសិនបាទអញ្ចឹងគឺយើងចុចពីទូរស័ព្ទរបស់យើងមកហើយបងប្អូនអរគ្នាបាទបន្តមកកន្លែងនេះបងប្អូនកន្លែង step 2នេះណាអញ្ចឹងគេសួរយើងបងប្អូនអរគ្នាបាទកន្លែងនេះគេសួរយើងថាតើបងប្អូនអរគ្នាចង់ស្នើ AdSense ថ្មីហ្នឹងតាមរយៈអីបងប្អូនអរគ្នាអាមួយគេថា yes I have existing AdSense for YouTube or AdSense account មានន័យថាយើងមាន AdSense ហើយអានេះណាបើនេះបងប្អូនអរគ្នាអត់តាន់មានទេយើងយកអានេះមកអញ្ចឹងបងប្អូនអរគ្នាចុចអាហ្នឹងហើយធ្វើការចុចcontinue មកបាទដើម្បីបង្កើត AdSense ថ្មីទៀតនៅលើ mail ថ្មីណាមិនមែនស្នើនៅលើ mail ហ្នឹងទេបាទ mail នៅលើនេះមានទាំង YouTube ហើយនឹង AdSense តែ AdSense វាប្រើអត់កើតទេអញ្ចឹងយើងត្រូវដាក់ AdSense ថ្មីអញ្ចឹងកន្លែងនេះដោយសារខ្ញុំមាន AdSense ហើយបងប្អូនណាបងប្អូនអរគ្នាអាចស្នើទៅបើសិនជាអត់មាន AdSense ស្នើនេះទៅហើយ AdSense វា approve ទៅតាមចកាលកន្លះខែចកាលទៅ7ថ្ងៃការ5ថ្ងៃអត់ទៀងទេបាទអញ្ចឹងខ្ញុំយកមានស្រាប់លឿនហើយចុច continue មកបាទអញ្ចឹងកន្លែងនេះបងប្អូនអរគ្នាគឺត្រូវជ្រើសរើសយក mail ថ្មីមានន័យថា mail ដែលបងប្អូនអរគ្នាត្រៀមនឹងបង្កើត AdSense កន្លែងនេះណាបាទបងប្អូនអរគ្នាអាចបង្កើត Gmail ថ្មីកន្លែងហ្នឹងក៏បានឬក៏មាន mail ស្រាប់យកមកដាក់កន្លែងហ្នឹងក៏បានដែរអញ្ចឹងណាបាទអញ្ចឹងបងប្អូនអរគ្នាដឹងណាកន្លែងហ្នឹងយើងដាក់ mail ថ្មីដែលយើងអត់តាន់មាន AdSense ក៏បានដើម្បីបង្កើតប៉ុន្តែដោយសារយើងមានហើយយើងមិនពិបាកទេអញ្ចឹងខ្ញុំធ្វើការចុចកន្លែងហ្នឹងទៅម្ដងទៅបងប្អូនណាបាទអញ្ចឹងខ្ញុំចុច use another account តែម្ដងបាទអញ្ចឹងកន្លែងនេះខ្ញុំធ្វើការដាក់ password រួមជាមួយនឹង email ដាក់ email ហើយដាក់ password AdSense របស់ខ្ញុំដែលមានស្រាប់បងប្អូនណាបាទនេះ
AdSense ខ្ញុំដែលមានស្រាប់នេះគឺខ្ញុំធ្វើការដាក់បញ្ចូលបងប្អូនណាបាទចឹងបន្ទាប់ពីខ្ញុំដាក់រួចខ្ញុំនឹងធ្វើការ nick ទៅមុខទៀតបងប្អូនណាបាទឥឡូវខ្ញុំសូមដាក់ password AdSense របស់ខ្ញុំរួមជាមួយនឹង password នៅក្នុង cloud នេះសិនអញ្ចឹង mail ថ្មីយើងនឹង sign up AdSense ថ្មីតែអានេះដោយសារខ្ញុំមាន AdSense ស្រាប់អញ្ចឹងយើងអត់ពិបាកទេយើងគ្រាន់តែដាក់ទៅគឺវាដាន់តែម្ដងឥឡូវខ្ញុំសូមដាក់ mail ថ្មីសិនបងប្អូនណាបាទ AdSense ថ្មីបាទបន្ទាប់ពីយើងដាក់ Gmail ថ្មីហើយដាក់ password មកយើងធ្វើការ nick ទៅមុខទៅបាទអញ្ចឹងខាងលើនេះបងប្អូនអរគ្នាគឺយើងចុច cancel បើយើងចុច continue ដោយសារខ្ញុំមាន browser 2អញ្ចឹងខ្ញុំយក cancel កន្លែងនេះមិនពេញអីទេបងប្អូនអរគ្នាធ្វើការចុច save មកបាទហើយអានេះមិនចាំ save ไว้ដែរចុច skip ចោលបាទមកដល់កន្លែងនេះបងប្អូនអរគ្នាឃើញចំណុចមួយទៀតតាក់ទងគេបញ្ជាក់ប្រាប់យើងតន័យនេះដោយសារខ្ញុំពេលខ្លះខ្ញុំអាចនឹងបិទវាបងប្អូនណាបាទអធិស្ឋានទីខាងលើនេះគេដាក់ថា AdSense YouTube ហើយអានេះ publisher អានេះ pub អានេះគេហៅពាក្យពេញរបស់គេគឺ PUB ហ្នឹងគឺ publisher ID ណាបាទនេះអញ្ចឹងជា ID របស់ AdSense របស់យើងបាទហើយ country យើងមើលតាមជាក់ស្ដែងណាគឺជា AdSense ប្រទេសខ្មែរហើយ time zone របស់យើងគឺIndo China time គឺម៉ោងនៅអាស៊ីយើងនឹងឯងប្រភេទ individual ណាបាទចឹងបងប្អូនគ្នានេះមិនមានអីច្រើនទេមានឈ្មោះមាន address អញ្ចឹងយើងជាប្រភេទ currency ដុល្លារហ្នឹងបាទអញ្ចឹងយើងចុច continue មកកន្លែងហ្នឹងមិនមានអីទេបាទកន្លែងនេះបងប្អូនអរគ្នាខ្ញុំសូមបញ្ជាក់បន្តិចកន្លែងនេះគឺយើងចុច set up account ហ្នឹងមកណាបាទសម្រាប់យើងមាន AdSense ស្រាប់ហើយមានបាក់ទេបាទបងប្អូនអរគ្នាចុចកន្លែងហ្នឹងមកបាទអញ្ចឹងកន្លែងនេះបងប្អូនអរគ្នាចុច try again ព្រោះពេលខ្លះវាអាចនឹងឲ្យយើងចុចម្ដងពីរដងអញ្ចឹងណាបាទអញ្ចឹងយើងចុចមកកន្លែងហ្នឹងបាទអញ្ចឹងគឺវា redirect ហើយបងប្អូនអរគ្នាអានេះយើងចុចពាក្យថា redirect to YouTube មកណាបាទអូខេអញ្ចឹងកន្លែងនេះបងប្អូនអរគ្នាមើលច្បាស់ណាបាទអត់មានសៀកឆ្ពិនភ្នែកអីបងប្អូនអរគ្នាទេបាទកន្លែងហ្នឹងដែលជាបញ្ហាប្រឈមដែលបងប្អូនអរគ្នាក៏តែងតែជួបណាបាទអញ្ចឹងនេះគឺជាចំណុចដែលយើងបានធ្វើរួចរាល់ហើយបងប្អូនអរគ្នាបាទ channel យើងគឺដាន់ដែរបាទអូខេហើយអត់មានអីទៀតទេណាបាទអញ្ចឹងតែប៉ុណ្្នឹងឯងទី1 step 1ដាន់ step 2គឺដាន់ហើយ step 3គឺ under review អញ្ចឹង step នេះគឺ review ដោយ YouTube ផ្ទាល់តែម្ដងជាក្រុមហ៊ុន YouTube វានឹង review ទៅលើchannel របស់យើងបើសិនជា channel របស់យើងបានគោរពតាមគោលការណ៍របស់ YouTube channel របស់យើងគឺនឹងធ្វើការ approve automatic តែម្ដងបងប្អូនណាបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដាននៅវីដេអូនេះហើយជាចំណេះដឹងមួយសម្រាប់ជូនបងប្អូនអរគ្នាបើសិនជាមានតម្រូវការត្រូវការ service ផ្សេងៗដូចជាបងប្អូនអរគ្នាត្រូវការ AdSense ត្រូវការអីក៏ខ្ញុំមានដែរបងប្អូនបាទខ្ញុំបងប្អូនខ្លះចង់បានកូន channel តូចៗអីក៏អាចតាក់ទងមកកាន់ខ្ញុំបានដែរតាមរយៈ Telegram link នៅក្នុង about channel ក៏បាននៅក្នុង description ក៏បានដែរបងប្អូនណាបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដាននៅវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ